កូនពុកក្នុងខ្សែភ្នែករបស់កូនពុកប្រហែលជាមនុស្សម្នាក់ដែលតឹងរឹងបំផុតម៉ត់ចត់បំផុតហើយក៏ជាមនុស្សម្នាក់ដែលពិបាកនឹងចូលចិត្តបំផុតដែរជួនកាលកូនប្រហែលជាលួចតូចចិត្តពេលឃើញពុកមិនសូវសើចសប្បាយមិនសូវពោលពាក្យលួងលោមឬចូលចិត្តប្រើច្បាប់ទម្លាប់មកដាក់កំហិតលើសេរីភាពរបស់កូនតែកូននឹងទេនៅពីក្រោយទឹកមុខដ៏មើងម៉ាត់និងសម្ដីដ៏តឹងរឹងនោះគឺមានបេះដូងមួយដែលបារម្ភពីកូនខ្លាំងជាងនរណាទាំងអស់ការដែលពុកតឹងរឹងជាមួយកូនព្រោះពុកដឹងថាពិភពលោកខាងក្រៅវាមិនទន់ភ្លន់ជាមួយកូនឡើយពុកចង់បង្វឹកកូនឲ្យខ្លាចជាដៃថែបដើម្បីឲ្យកូនអាចតស៊ូជាមួយនឹងខ្យល់ព្យុះនៃជីវិតនៅថ្ងៃខាងមុខបានពុកមិនចង់ឃើញកូនទូលជ្រាយមិនចង់ឃើញកូនដួលហើយក្រោកមិនរួចទើបពុកបង្ខំឲ្យកូនរៀនឈរដោយខ្លួនឯងតាំងពីកូននៅក្មេងពាក្យស្ដីបន្ទោសរបស់ពុកគឺជារបបការពារកូនមិនឲ្យធ្លាក់ទៅក្នុងរំដៅនៃកំហុសភាពបត់ចត់របស់ពុកគឺជាពន្លឺតម្រង់ផ្លូវឲ្យកូនដើរទៅរកភាពជោគជ័យពិតណាស់កូនប្រហែលជាមិនដែលឃើញពុកយំតែមិនមែនមានន័យថាពុកមិនចេះឈឺចាប់ឡើយពេលកូនឈឺម្ដងពុកដើរចុះឡើងទាំងបារម្ភតែពុកមិនបញ្ចេញឲ្យកូនឃើញព្រោះពុកត្រូវតែធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារពេលកូនខឹងពុកក៏ឈឺចាប់ដែរតែពុកព្រមឲ្យកូនខឹងឲ្យតែវាអាចដាស់សតិកូនឲ្យដឹងខុសត្រូវក្តីស្រឡាញ់របស់ពុកមិនមែនជាផ្កាកុលាបដែលស្រស់ស្អាតនិងមានក្លិនក្រអូបឡើយតែវាគឺជាស្បែកជើងដែលទ្រទ្រង់បានជើងកូនឲ្យកូនដើរទៅមុខដោយមិនមុតបន្លាចុងក្រោយពុកគ្រាន់តែចង់ប្រាប់កូនថាចូលកូនកុំខឹងនឹងភាពតឹងរឹងរបស់ពុកអីណាកូនព្រោះបើគ្មានភាពតឹងរឹងរបស់ពុកថ្ងៃនេះកូនក៏ប្រហែលជាគ្មានភាពរឹងមាំនៅថ្ងៃស្អែកដែរនៅពីក្រោយភាពថាតឹងរឹងគឺជាបំណងប្រាថ្នាតែមួយគត់ដែលចង់ឃើញកូនខ្លាចជាមនុស្សដែលល្អបំផុតនៅក្នុងសង្គមបើស្រឡាញ់ពុកចូលយល់ពីជំរឿនចិត្តពុកព្រោះគ្មានបុរសណាម្នាក់នៅក្នុងលោកស្រឡាញ់និងការពារកូនស្មើនឹងបុរសដែលកូនហៅថាពុកនេះឡើយ